បាទសួស្តីតេជនអរគ្នាយើងក៏ឥឡូវក៏កាន់តែគៀកថ្ងៃចូលឆ្នាំមែនតើណាសល់តែ2ថ្ងៃថ្ងៃនេះថ្ងៃ11ហើយចឹងសល់តែ3ថ្ងៃទៀតទេចឹងដល់ថ្ងៃចូលឆ្នាំហើយជាងធ្វើតែ2ថ្ងៃទៀតក៏សម្រាប់ដែរចឹងបើបងប្អូនមានបញ្ហាឡានអាចយកមកពិនិត្យបានមិនថាដូរប្រេងឆែកគ្រឿងក្រោមឆែកប្រេងម៉ាស៊ីនប្រេងប្រអប់លេខឬឆែកប្រព័ន្ធប្រាំងប្រព័ន្ធហ្គាសអីប្រព័ន្ធទឹកថ្នាំអីយកមកឲ្យបានមុនចូលឆ្នាំនោះកុំឲ្យយើងពេលធ្វើដំណើរទៅវាមានបញ្ហាតាមផ្លូវពេលទៅលេងស្រុកឬក៏ជិះដើរលេងអញ្ចឹងវាមានបញ្ហាអញ្ចឹងណាអញ្ចឹងយើងអាចយកមកឆែកមុនបាននៅយានដ្ឋានធីរាស្រីដ្ឋាននៅខេត្តព្រៃវែងជ័យក្រុងស្រីភ័ណ្ឌជាប់នឹងវងមូស្រីគ្រប់លក្ខយើងមានសេវាកម្មជាច្រើនដូចជាដូរប្រេងម៉ាស៊ីននិយាយទៅមកចប់ដោយអត់តែតោនបាញ់ថ្នាំទេយើងធ្វើទាំងអស់សម្រាប់ឡានទូចឬឡានមកយើងអត់ធ្វើអាធំទេហើយឡាននេះដែរយើងក៏នេះការងារថ្ងៃនេះក៏មានច្រើនគួរសមដែរពេលព្រឹកមកមានដូរប្រេងមានធ្វើអាល់ផាត010អត់ស្គាល់សោហើយអស់ហើយឡើងនៅសល់ចុងក្រោយគេនេះគឺនៅរៀបប្រអប់លេខ1តែប្រអប់លេខនេះដែរវារត់អត់ចូលលេខមានតែទៅមុខដោយសារឆេះស្បែកប្រអប់លេខអស់លេងនេះការៈមូលហេតុដែលឆេះស្បែកប្រអប់លេខហ្នឹងវាមកពីបញ្ហាលេខប្រេងធ្វើផ្លែលពៅធ្វើបូមប្រេងអញ្ចឹងណាដល់ពេលលេខចេះតែថែមប្រេងឬក៏ចេះទៅអាងតែលេខតិចប្រើសិនក៏វាសិនអញ្ចឹងទៅវាខូចតាមផ្លូវដាក់លេខពេលឡានគាត់រត់តាក់ស៊ីដែរដល់ពេលចាប់ផ្ដើមមានភ្ញៀវដឹកមកទៅលេងស្រុកអីភ្ញៀវច្រើនមាននៅដឹកចំពេលប្រអប់លេខខូចល្មមអញ្ចឹងមានបានរកអីអត់យកឡានចូលជាងឬប្រអប់លេខទៀតអញ្ចឹងបើយើងរៀបចំមុនក៏អត់អីដែរអានេះគេហៅថាអាតូចទំខានដល់អាធំបាទឥឡូវយើងក៏កំពុងរៀបចំដែរយើងក៏ស្វាតល្ងាចឡើងជាងចាប់ដើមក្រេះក្រោះចិត្តដល់ថ្ងៃធប់ហ្នឹងហើយយើងអាចយកបងប្អូនអាចយកឡានមកឆែកមើលបានមិនថាឡានប្រើសាំងប្រើហ្គាសប្រើម៉ាស៊ូតអីទេដូរប្រេងមើលសំខាន់យើងយកមកជិះយើងមើលឡានយើងមើលដូចជាមានប្រមាណចំណុចវាតិចដែរទេសម្រាប់យកមកយើងគោលដៅទី1យើងឆែកប្រព័ន្ធប្រាំងសុវត្ថិភាពប្រាំងហើយនិងប្រេងម៉ាស៊ីនទឹកថ្នាំប្រព័ន្ធទឹកប្រព័ន្ធធុងទឹកហើយនិងប្រេងម៉ាស៊ីនប្រេងប្រអប់លេខហើយនិងមួយទៀតគឺភ្លើងផ្លូវផងដែរខ្លាចដល់ពេលយើងធ្វើដំណើរផ្លូវឆ្ងាយភ្លើងអត់ភ្លឺឬមានដាច់ពូលសញ្ញោដាច់ពូលអីទៅធ្វើឲ្យយើងមានបញ្ហាដែរហ្នឹង